ទី5 hang on let me check ចាំបន្តិចឲ្យខ្ញុំពិនិត្យមើលសិនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមករៀនឃ្លាភាសាអង់គ្លេសប្រចាំថ្ងៃដែលមានន័យថាចាំបន្តិចឬចាំមួយផ្លែតចំនួន6របៀបដែលគេតែងតែនិយមប្រើជាញឹកញាប់តោះមករៀនទាំងអស់គ្នាឃ្លាទី1គឺ wait a minute មានន័យថាចាំបន្តិចឬចាំមួយផ្លែតឧទាហរណ៍ wait a minute I'm almost done ចាំមួយផ្លែតខ្ញុំជិតរួចហើយទី2 wait a second ឧទាហរណ៍ wait a second I am studying ចាំមួយផ្លែតខ្ញុំកំពុងរៀនទី3 just a minute I'll open the door ចាំមួយផ្លែតខ្ញុំនឹងបើកទ្វារទី4 just a second នេះក៏មានន័យថាចាំបន្តិចឬចាំមួយផ្លែតដែរឧទាហរណ៍ just a second I forgot something ចាំមួយផ្លែតខ្ញុំបានភ្លេចអ្វីមួយហើយទី5 hang on let me check ចាំបន្តិចឲ្យខ្ញុំពិនិត្យមើលសិនទី6 hold on ឬក៏គេអានចប់ទៅគេអានថា hold on can you hold on for a moment តើអ្នកអាចចាំបន្តិចបានទេអញ្ចឹងនេះគឺជា6របៀបដែលយើងប្រាប់គេថាចាំបន្តិចឬក៏ចាំមួយផ្លែតប៉ុន្តែក៏មានរបៀបផ្សេងទៀតដែរដែលយើងអាចនិយាយបែបនេះបានដូចគ្នាជាចុងក្រោយសូមជួយចុច like share និង follow ដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗបន្តទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត